ជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយជួបខ្ញុំសារជាថ្មីនារីពពៃនារីល្អហើយនិយាយទៅយ៉ាហ្នឹងហើយថ្ងៃហ្នឹងក៏ចង់មកសួរបងប្អូននឹងចេះតើបងប្អូនដែលមានមិត្តភ័ក្តិឬមួយក៏បងប្អូនតែងតែលើកទឹកចិត្តខ្ញុំជាពិសេសខ្ញុំមានមិត្តភ័ក្តិម្នាក់គាត់ប្រកែកលើកទឹកចិត្តទៅបងប្អូនពេលខ្ញុំមានបញ្ហាអីណាខ្ញុំចាញ់ទៅរកគាត់មិនថាបញ្ហាផ្លូវចិត្តតេតងថាវិការអត់លុយឬមួយក៏បែកសង្សាររត់ចោលឬមកខ្ញុំបែកសុំបែកគេអញ្ចឹងទៅកុំមើលឃើញតែខ្ញុំអញ្ចឹងថាខ្ញុំអត់មានស្នេហាខ្ញុំបែកឡើងផ្អើលហើយតែខ្ញុំដែរប្រាប់អ្នកនរគ្នាហ្នឹងហើយខ្ញុំនិយាយលេងឲ្យតែខ្ញុំទៅជួបទុកលំបាកគឺខ្ញុំតែងតែទៅជួបគាត់ហើយមែនខ្ញុំក៏អរគុណច្រើនមែនតើជីវិតខ្ញុំជួបមនុស្សល្អច្រើនពីច្រើនមនុស្សដែលចូលមកក្នុងជីវិតខ្ញុំសិតល្អតែមានម្នាក់គាត់តែលើកយកខ្ញុំថាតិចទៀតអូខេហើយតិចទៀតអត់អីទេតិចទៀតព្រមតិចទៀតពិបាកតិចទៀតទេខ្ញុំថាសួរថាអាតិចទៀតហ្នឹងអង្កលសួរថាអាតិចទៀតហ្នឹងអង្កលខ្ញុំស្គាល់គាត់10ឆ្នាំហើយបងប្អូនគាត់លើកទឹកចិត្តខ្ញុំតែពាក្យហ្នឹងឯងព្រមតិចទៀតជីវិតយើងធូរស្រាលអង្កលសួរថាអាតិចទៀតហ្នឹងវាអង្កលចឹងបងប្អូនជួយឆ្លើយខ្ញុំផងអរគុណច្រើន